Và sau đấy ở video này nhưng đừng bảo hành vì review add AP Huawei cho đượcក្នុង app eKit Huawei eKit ngày từ 4 យើង register account មួយសិននៅក្នុង app របស់យើងបន្ទាប់ពី register បានវានឹងចេញទៅមួយបែបនេះយើងចូលមកកាន់កន្លែង service អូខេហើយយើងចុចលើពាក្យdeploy និង create តោះមកយើងរើសយក deployment នៅខាងលើនេះអញ្ចឹងយើងត្រូវ tick យក SME network ខាងក្រោមហើយយើងនៅកន្លែងនេះតកតងជាមួយនឹងការ add AP របស់យើងចូលទៅក្នុង app យើងមានពីរទីមួយយើងអាច scan QR code នៅលើ AP មួយទៀតយើង deploy តាម connect Wi-Fi របស់វាផ្ទាល់អញ្ចឹងនេះខ្ញុំយក scan បន្ទាប់ពីយើងយក scan ហើយវាឲ្យយើងរើស scenario យើងរើសអីមួយទៅហើយយើងនេះបញ្ចេញ name របស់យើងហើយបន្តមក password ជាង password យើងដាក់ឲ្យត្រូវលក្ខខណ្ឌគេទៅចឹងខ្ញុំដាក់ default ខ្ញុំដាក់ Huawei add 1 2 3អក្សរធំពីមុខមួយអូខេមកហើយយើងចុចអូខេចឹងវានឹងឲ្យយើង scan QR code នៅលើ APពេលយើង scan បានយើងចុចអូខេចឹងវា load មួយនៅខាងលើនេះ load យើង scan បានមួយហើយយើងចុច finish មកចឹងយើងមាន AP មួយបន្តមកយើងចុច next អូខេកន្លែងនេះគឺយើងអាចធ្វើការ waiting តើវា online ក៏បានឬក៏យើងអាច skip ក៏បានអញ្ចឹងយើងអាចធ្វើការ skip ឬក៏ waiting អានឹងយើងអាស្រ័យលើអ្វីដែលយើងចង់ធ្វើទៅអូខេឥឡូវយើង online ហើយពីយើងពីនេះមកអញ្ចឹងនៅក្នុងនេះ topology មាន AP មក online អញ្ចឹង default ដំបូងគឺវាអត់ទាន់មានផ្សាយឈ្មោះអីទេអញ្ចឹងដើម្បីបង្កើតឈ្មោះ Wi-Fi យើងចូលកន្លែងក្រុម Wi-Fi management បន្ទាប់មកយើងចុចសញ្ញាបូកនៅខាងលើនេះគឺសញ្ញាបូកមួយមកខាងលើនេះគឺជាឈ្មោះបាទ SSID នេះគឺឈ្មោះ Wi-Fi ដែលយើងចង់ឲ្យវាផ្សាយចេញបាទអញ្ចឹងយើងអាចដាក់ឈ្មោះទៅតាមទីតាំងរបស់យើងនេះខ្ញុំដាក់តេស្តបន្តមកទៀត encryption យើងអាចបើកដើម្បីដាក់ password អូខេencryption mode យើងងាយរើសយកទី2យើងអូខេមកហើយយើងដាក់ password អូខេតកតងជាមួយនឹង frame កង់យើងអាចរើសថាយើងចង់ file យើងចង់ផ្សាយអេក្រង់ឲ្យ frame កង់វា 2.4 5G នៅជាមួយគ្នាឬយើងដាច់តម្លៃយើងអាចដកធីបបានអូខេហើយបន្តមកទៀតយើងចូលកន្លែង more អញ្ចឹងនៅក្នុង more នេះយើងអាច limit speed បាទ limit speed download upload ប្រមាណទៅតាមអ្វីយើងចង់បានអញ្ចឹងអូខេបន្តមកយើង save មកអូខេអញ្ចឹងយើងបានឈ្មោះ Wi-Fi មួយហើយតែអញ្ចឹងយើងអាច connect តេស្តមើលយើង refresh វាសិនអូខេអញ្ចឹង Wi-Fi នេះ load មកចុច connect មកហើយយើងដាក់ password អូខេយើង refresh អូខេអញ្ចឹងយើង connect បានហើយអញ្ចឹងយើងអាចធ្វើការ test speed full speed min យើង limit ធ្វើ20
chẳng biết là ngặt lơ một thầy đấy tại sao dừng limit speed hả ok chẳng nếu những cạt mình tới chứ như ai bật cả mua wifi xây như tiền bán thì thuộc cả chạy bầu to thì tới dẫn mua những ai đặt từ ta mà vậy thì cho bán speed từ tam vậy để chúng trong bàn từ những ai bật cả mua wifi pi bay IP môi nắng website bàn nói lẽ khăn là dương min IP chán chứ dương ai bật cả chịu group mà dương ai dương châu thú dương châu lại vài lại chính dương min group dương ai bật cả group hơi dương NAP sameគ្នាចូល group ផ្សេងទីហោខ្ញុំបង្កើត AP group AP1 ហើយខ្ញុំ select AP1 បាទអញ្ចឹងនៅក្នុង group របស់ខ្ញុំមាន AP មួយនៅពេលដែលយើងបង្កើតឈ្មោះ Wi-Fi យើងអាច select ថាឈ្មោះ Wi-Fi មួយហ្នឹងយើងឲ្យ AP មួយណាជាអ្នកផ្សាយអញ្ចឹងបើក្នុងលក្ខខណ្ឌយើងមាន group ច្រើនមាន AP ច្រើនអញ្ចឹងយើង tick ទៅកាន់ group ហ្នឹងទៅអូខេអញ្ចឹង AP ដែលនៅក្នុង group នេះវាជាអ្នកផ្សាយឈ្មោះ Wi-Fi ហ្នឹងបាទអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងបាទសូមអរគុណ